Engagement of Cambodia and Thailand with Indonesia អាស៊ានបានគាំទ្រការបដិញ្ញាដ៏ម៉ឺងម៉ាត់ជាថ្មីរបស់កម្ពុជាថៃចំពោះគោលការណ៍ដែលមានចែងក្នុងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍និងធម្មនុញ្ញអាស៊ានដោយរួមទាំងដំណោះស្រាយខ្វែងគំនិតគ្នាឬទំនាស់ដោយសន្តិវិធីនិងមិនធ្វើការគំរាមឬប្រើប្រាស់កម្លាំងក៏ដូចជាគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិអាស៊ានក៏បានគាំទ្រការបដិញ្ញារបស់កម្ពុជាថៃចាប់ពីពេលនេះទៅនឹងជៀសវាងមិនឲ្យមានការប៉ះទង្គិចគ្នាដោយអាវុធតទៅទៀតដោយបានលើកឡើងក្នុងកិច្ចសន្ទនាជាបឋមកម្រិតខ្ពស់រវាងតំណាងយោធាកម្ពុជាថៃនាពេលថ្មីៗកន្លងទៅនេះតែទោះជាយ៉ាងណាអាស៊ានក៏បានអំពាវនាវឲ្យកម្ពុជានិងថៃចាប់ផ្ដើមដំណើរការឡើងវិញឲ្យបានឆាប់បំផុតនៅការចរចាទ្វេភាគីរួមទាំងតាមយន្តការដែលមានស្រាប់ដោយមានការចូលរួមពាក់ព័ន្ធសមស្របពីសំណាក់ឥណ្ឌូនេស៊ីជាប្រធានអាស៊ានបច្ចុប្បន្នដើម្បីជួយគាំទ្រកិច្ចប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការដោះស្រាយស្ថានភាពដោយមិត្តភាពក្រសួងការពារជាតិនិងដឹកនាំមន្ត្រីអនុព័ន្ធយោធាបរទេសចំនួន19ប្រទេសទៅត្រួតពិនិត្យមើលតំបន់សមរភូមិព្រំដែនប្រាសាទព្រះវិហារនៅថ្ងៃទី3មិនិនាស្អែកនេះដើម្បីបង្ហាញពីការប្រើប្រាស់គ្រាប់ផ្លោងរបស់ភាគីថៃមកលើប្រាសាទព្រះវិហារគួរបញ្ជាក់ថាការដឹកនាំមន្ត្រីអនុព័ន្ធយោធា19ប្រទេសទៅត្រួតពិនិត្យមើលតំបន់សមរភូមិមុខនេះគឺបន្ទាប់ពីមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជាថៃដែលគ្រាប់កាំភ្លើងរបស់ថៃបណ្ដាលឲ្យប្រាសាទព្រះវិហាររងការខូចខាតយ៉ាងធ្ងន់ធ្ងរ។